តបងប្អូនចូលរួមវិភាគយុទ្ធសាស្ត្ររបស់យើងទាំងអស់គ្នាដែលខ្ញុំបានជម្រាបជូនខាងលើអញ្ចឹងខ្ញុំសូមលើកយុទ្ធសាស្ត្រទី1យុទ្ធសាស្ត្រទិញសន្សំរយៈពេលវែង dividend investing យើងមើលតួលេខ 7.79% នេះវាគឺខ្ពស់ជាងអត្រាការប្រាក់បញ្ញើថេរនៅតាមធនាគារភាគច្រើនទៅទៀតអ្វីដែលកាន់អស្ចារ្យគឺយោងតាមគោលការណ៍ dividend policy របស់ធនាគារ Esilida ពួកគេមានការបដិញ្ញាចិត្តខ្ពស់ក្នុងការបែងចែកភាគលាភជាលុយសុទ្ធឬជាពាហុនជូនម្ចាស់ពាហុនជាប្រចាំយ៉ាងមានប្រសិទ្ធភាពដូច្នេះផ្លូវមួយនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនដែលជាអ្នកវិនិយោគរយៈពេលវែងឬអ្នកចង់សន្សំលុយឲ្យបានបង្កើតកូនចៅបន្តតទិញហើយទុកចោលមិនបាច់អង្គុយមើលក្រាបរាល់ថ្ងៃនាំឲ្យឈឺក្បាលទេចាំតែបើកលុយសុទ្ធចូលកាបូបរៀងរាល់ឆ្នាំ